នេះគឺជាបញ្ហារបស់អាជីវកម្មដែលគាត់មានការដូរដូចជារង្វាន់តទៅពេលគាត់មានរង្វាន់ច្រើនគាត់យកទៅដូរទៅដេប៉ូធំឲ្យការរង់ចាំហើយនេះគឺជាបញ្ហាដែលអ្នកលក់ដូរអាជីវកម្មមួយចំនួនគាត់ជួបគាត់លើកឡើងតោះទស្សនាស្ដាប់នៃការបកស្រាយរបស់គាត់ជាមួយខ្ញុំបងប្អូនមើលឲ្យអស់លោកណានេះរង្វាន់បើកដូរតែមួយថ្ងៃឯងមុនចូលឆ្នាំណារង្វាន់ប៉ុណ្ណឹងនេះសួរតែដេប៉ូមួយនេះមានលុយសម្រាប់ស្តុកអវ៉ាន់មែនមានលុយសម្រាប់ស្តុករង្វាន់មែនរង្វាន់គេក្រុមហ៊ុនគេផ្សេងស្រួលដូមអីទេអារង្វាន់ក្រុមហ៊ុនខ្លះនេះដូមម៉ែអវេទនីណាម៉ែអវេទនីហើយដេប៉ូហ្នឹងគួយតែមានលុយស្តុករង្វាន់ហ្នឹងនេះមើលរង្វាន់ហើយយកពិចារណាខ្លួនឯងទៅតើដេប៉ូមួយនេះដូររង្វាន់ពីមួយមិនដែរបើយើងមិនដូរយើងដាច់មួយមិនដូចក្រុមហ៊ុនអត់ដូរបានទេសុំខែក្រោយលើកទឹកក្រោយឬក៏4-5ថ្ងៃទៀតទៅបានប៉ុន្តែសម្រាប់មួយគឺត្រូវទិញភ្លាមដូរឲ្យគាត់ភ្លាមបើគាត់ដូរបើអត់ដូរឲ្យគាត់ក៏អត់ទិញយើងទៀតទេអានោះវាជាចឹងយើងជាដេប៉ូនេះជាកណ្ដាលនេះចាំរងគ្រោះពីក្រុមហ៊ុនគេអត់ដូរអត់អីទេតែយើងជាអ្នកលក់រាយអត់ដូរអត់បានទេត្រូវតែដូរសឹងចឹងសូមឲ្យបងពិចារណាផងអាចំណុចហ្នឹងស្រួលឲ្យ wholesale ផងដូរយូរបំផុតមួយខែទៅបានហើយកុំទុករង្វាន់នឹងគ្នាអាទុកមកជុំហ្នឹងកុំអត់ដូរទៀតអត់យកទទួលទៀតអត់ទទួលដូរទៀតអាហ្នឹងគួរកាត់ឡើងវិញណាចំពោះស្រាមួយចំនួនណាខ្ញុំមិននិយាយចំពោះមុខណាមួយទេខ្ញុំនិយាយគ្រប់មុខណាដែលបាក់គួរដែរស្រួលឲ្យអតិថិជនគាត់ស្រួលវិញទៅណាគាត់គ្នាជាអ្នកលក់កណ្ដាលនេះគឺចាំតែរងទេចាំតែទុករង្វាន់ទេពេលខ្លះលក់អស់លុយលេងពីខ្លួនទៅមើលរង្វាន់ម៉ែកូនភ្នំ